đây cái dương hay ngàyนี้គឺខ្ញុំនឹងប្រាប់គ្នាយើងពីរបៀបប្រើប្រាស់ USB 3 view software នេះគឺទៅពេលដែលគ្នាយើង extract ចេញពី file RAR ហ្នឹងគឺយើងប្រើបានតែម្ដងគឺអត់តម្រូវឲ្យតម្លើងនេះទេហ្នឹងហើយអញ្ចឹងនៅពេលដែលយើងបើក file ហ្នឹងមកគឺនឹងបង្ហាញទៅលើ USB port ដែលមាននៅលើ computer របស់យើងទាំងអស់ថានៅលើ computer យើងមាន port អីខ្លះហើយ port នីមួយៗហ្នឹងមាន speed ប្រភេទអីនៅលើនេះអញ្ចឹងខ្ញុំនឹងបង្ហាញគ្នាយើងអំពី SSD របស់ខ្ញុំខ្ញុំនឹងធ្វើការដោតជាមួយនឹងខ្សែ Type C របស់ខ្ញុំតែនៅពេលដោតហ្នឹងទៅគឺយើងបាន information អីខ្លះពី device នេះមកអញ្ចឹងពណ៌បៃតងនេះគឺជា device ដែលខ្ញុំទៅតែ connect ថ្មីដែលនៅក្នុង device ហ្នឹងនេះកន្លែង summarize នេះគ្នាយើងឃើញ chip ដែលកំពុងប្រើប្រាស់ឈ្មោះ device របស់យើងហើយអីដែលខ្ញុំចង់ឲ្យគ្នាយើងចាប់អារម្មណ៍គឺតើតើនឹង USB version ដែលកន្លែង USB version នេះនឹងបង្ហាញ speed ដែលយើងកំពុងប្រើប្រាស់ថា maximum speed ដែលយើងប្រើហ្នឹងគឺបានចំនួនប្រមាណអញ្ចឹង device នេះគឺបាន10 gigabit per second គឺជា maximum speed របស់ device យើងកំពុងប្រើហ្នឹងហើយអញ្ចឹងជាដំបូងគឺជា maximum port speed គឺជា speed ដែលនៅលើ run USB នៅលើ machine របស់យើងអញ្ចឹង speed នេះគឺ10 gigabit per second ហើយបន្ទាប់មកទៀតគឺជា device maximum speed device maximum speed គឺជា speed របស់ SSD របស់ខ្ញុំឬក៏ជា USB អីហ្នឹងគឺ10 gigabit ដូចគ្នាហើយនឹងទី3គឺជា device connection speed device connection speed នេះគឺតាក់ទងនឹងខ្សែដែលយើងយកមកប្រើប្រាស់ដើម្បីតភ្ជាប់ device ហ្នឹងគ្នាយើងខ្លះគឺដោត direct ទៅបានគ្នាយើងខ្លះគឺត្រូវការខ្សែដូចយើងត្រូវការខ្សែអញ្ចឹងកន្លែងនេះគឺនឹងបង្ហាញទៅលើ speed របស់ខ្សែដែលយើងប្រើប្រាស់ជាធម្មតាបើថាជា USB ធម្មតាអញ្ចេះទេអាកន្លែងខ្សែនេះគឺដូចនឹង device maximum speed ដែរតែដោយសារដូចខ្ញុំប្រើ external អញ្ចេះគឺមាន speed ខ្សែផ្សេងមួយទៀតឥឡូវខ្ញុំនឹងបង្ហាញគ្នាយើងអំពី device មួយទៀតជា USB របស់ខ្ញុំដែល USB នេះគឺជាលឿន super speed ដែលមានលឿន5 gigabit អញ្ចឹងធ្វើមកយើងដឹងគឺយើងដោត device នឹងចូលទៅគឺនឹងបង្ហាញមកឲ្យកន្លែង summarize នេះ flash data របស់ខ្ញុំហ្នឹងគឺ speed ដែលយើងប្រើប្រាស់បច្ចុប្បន្នដែលអាចប្រើបានគឺ400 megabit per second អានេះគឺមានមូលហេតុរបស់វាថាខ្ញុំប្រាប់មុនហ្នឹងថា USB របស់ខ្ញុំគឺ super speed យើងឃើញកន្លែង device speed នេះគឺ super speed super speed ហ្នឹងគឺជា speed 5 gigabit per second យើងអាច search នៅក្នុង Google បានយើងមកថា super speed on USB ទៅនេះគឺបង្ហាញមកហើយគឺ5 gigabit ពេញអញ្ចឹងហេតុអីបានជា device របស់ខ្ញុំបានតែ400 megabit per second កន្លះ G គឺតកតទៅនឹង port ដែលខ្ញុំប្រើប្រាស់នេះគឺ high speed ហើយ device connection របស់ខ្ញុំគឺ high speed អញ្ចឹង high speed គឺបានតែកន្លះ G ទេអាហ្នឹងគឺជា port ដែលយើងប្រើប្រាស់ហ្នឹងហើយអញ្ចឹងធ្វើម៉េចដើម្បីយើងអាចដោះស្រាយបញ្ហាហ្នឹងបានគឺយើងគ្រាន់តែដក USB នេះចេញមកដកឲ្យត្រឹមត្រូវ port គឺបានហើយឥឡូវខ្ញុំនឹងធ្វើការដក USB របស់ខ្ញុំហើយខ្ញុំដោតទៅលើ port ដែលត្រឹមត្រូវ sorry គឺយើងកុំព្យូទ័រនៅក្រោមតុឥឡូវគឺខ្ញុំបានដោតទៅចូល port ឲ្យត្រឹមត្រូវហើយអញ្ចឹងឃើញ speed កន្លែងនេះគឺឡើងទៅដល់ 5G វិញហ្នឹងហើយអញ្ចឹង device maximum speed របស់យើង port maximum speed port computer ហ្នឹងគឺបាន 5G super speed ពេញ device យើង 5G ពេញ connection របស់យើងគឺ 5G ពេញអញ្ចឹងធ្វើឲ្យ speed នៃ USB ហ្នឹងគឺយើងប្រើប្រាស់បានលឿនជាងមុននេះគឺជាចំណុចមួយដែលយើងគួរតែយកចិត្តទុកដាក់អំពី port នៅលើ computer របស់យើងថា port នីមួយៗហ្នឹងគឺមានសញ្ញាសម្គាល់អីខ្លះហើយដើម្បីមើលបានគឺយើងគ្រាន់តែ search ទៅសញ្ញានៅលើ USB port
nè đôi port này ấy cái này cứ chỉ USB ធម្មតាគឺកន្លះ G speed របស់វាអានេះគឺ USB ដែលមានភ្លើងអញ្ចឹងគ្នាយើងអាចយល់បានហើយគឺ research បន្ថែមកន្លែងហ្នឹងហើយ software នេះអីដែលវាជួយយើងបានគឺយើងអាចដឹងថា device របស់យើង support speed ប៉ុណ្ណាហើយព្រោះគ្នាយើងខ្លះគាត់ប្រើ Type C នេះ access Type C នេះគឺ speed ហ្នឹងគឺវាខុសគ្នាទៅតាមខ្សែអញ្ចឹង software មួយនេះគឺជួយយើងបានត្រង់នឹងមួយទៀតព្រោះកាលណាយើងទិញខ្សែឬក៏យើងប្រើប្រាស់ខ្សែខុសចាតែឆ្ងល់ថាហេតុអីម៉ាស៊ីនខ្ញុំ 10G ហើយតែ SD ខ្ញុំ 10G ហើយមិនបាទខ្ញុំ copy file យឺតម៉េះគឺតែទៅនឹងខ្សែហ្នឹងផងដែរអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងហើយខ្ញុំគិតថាគ្នាយើងនឹងយល់បានច្រើនអូខេមានចង្អុលអាចសួរខ្ញុំបានអត់អីតែសួរបាន